ជាលើកដំបូងឲ្យដែលលោកត្រាំបើកផ្លូវឲ្យសម្ព័ន្ធមិត្តចូលរួមការពារសន្តិសុខផ្លូវទឹកដោយផ្ទាល់តើយុទ្ធសាស្ត្រសន្តិសុខរួមនេះគឺជាសារព្រមានដ៏ធ្ងន់ធ្ងរទៅកាន់អ៊ីរ៉ង់ឬជាការចែកចម្លែកបន្ទុកយោធារបស់អាមេរិកខណៈពេលកំពុងសម្រាកនៅក្លឹបវាយកូនហ្គោរបស់លោកក្នុងរដ្ឋ Florida កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកបានបង្ហោះសារដ៏សំខាន់មួយពាក់ព័ន្ធនឹងសន្តិសុខផ្លូវទឹកអន្តរជាតិលោកត្រាំបានលើកឡើងថាប្រទេសជាច្រើនជាពិសេសប្រទេសដូចជាបារាំងជប៉ុនកូរ៉េខាងត្បូងចក្រភពអង់គ្លេសនិងប្រទេសផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ុនប៉ងបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់នឹងបញ្ជូននាវាចម្បាំងមកសហការជាមួយសហរដ្ឋអាមេរិកដើម្បីរក្សាច្រកសមុទ្រនេះឲ្យនៅបើកចំហនិងមានសុវត្ថិភាពព្រោះថាប្រទេសទាំងនោះគឺពឹងផ្អែកលើប្រេងនិងហ្គាសដែលដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រនេះច្រើនជាងសហរដ្ឋអាមេរិកទៅទៀតប៉ុន្តែវានៅមិនទាន់ច្បាស់លាស់នៅឡើយទេថាតើកិច្ចខិតខំប្រឹងប្រែងនោះត្រូវបានកំណត់ឲ្យចាប់ផ្ដើមឬក៏លោកត្រាំគ្រាន់តែសង្ឃឹមថាវានឹងអាចកើតឡើងតែប៉ុណ្ណោះព្រោះលោកក៏បានសរសេរដែរថាសង្ឃឹមថាប្រទេសចិនបារាំងជប៉ុនកូរ៉េខាងត្បូងចក្រភពអង់គ្លេសនិងប្រទេសផ្សេងៗទៀតដែលរងផលប៉ះពាល់នឹងបញ្ជូននាវាទៅកាន់តំបន់នោះដើម្បីកុំឲ្យច្រកសមុទ្រ Hormuz រងការគំរាមកំហែងពីអ៊ីរ៉ង់តទៅទៀតនេះជាលើកទី1ហើយដែលលោកត្រាំបានលើកឡើងជាសាធារណៈសហរដ្ឋអាមេរិកប្រហែលជាមិនអាចបើកផ្លូវទឹកនេះឡើងវិញដោយខ្លួនឯងបាននោះឡើយបើមិនមានការគ្រប់គ្រងពីអន្តរជាតិកន្លងមកអ៊ីរ៉ង់បានប្រើប្រាស់ការបិទច្រកសមុទ្រនេះយ៉ាងមានប្រសិទ្ធភាពដើម្បីបង្កការរំខានដល់ទីផ្សារថាមពលពិភពលោកនិងដាក់សម្ពាធលើសហរដ្ឋអាមេរិកក៏ដូចជាអ៊ីស្រាអែលរដ្ឋលេខាធិការក្រសួងថាមពលនៃចក្រភពអង់គ្លេសលោក Ed Miliband បានប្រាប់ទូរទស្សន៍ Sky News ថាយើងកំពុងតែពិនិត្យយ៉ាងយកចិត្តទុកដាក់ជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនៅអ្វីដែលយើងអាចធ្វើទៅបានព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែបើកច្រកសមុទ្រនេះឡើងវិញដោយលោកបានបន្ថែមទៀតថាការបញ្ឈប់ចំនួននេះគឺជាវិធីសាស្ត្រដ៏ល្អបំផុតនិងច្បាស់លាស់បំផុតដើម្បីបើកច្រកសមុទ្រនេះឡើងវិញចំណែកឯក្រសួងការបរទេសកូរ៉េខាងត្បូងបានដឹងថាខ្លួននឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងទីក្រុងវ៉ាស៊ីនតោននិងពិនិត្យមើលសំណើរបស់លោកត្រាំដោយឡែកលោករ៉ាក់ជីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារលើបណ្ដាញសង្គមដោយពណ៌នាអំពីការអំពាវនាវរបស់លោកត្រាំថាជាការអង្វរករបញ្ជាការយោធាចម្រុះរបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់ជាថ្មីលើការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងសេដ្ឋកិច្ចនិងធម្មពលក្នុងតំបន់ដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកប្រសិនបើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះត្រូវបានគេវាយប្រហារប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមកំហែងវាយប្រហារបន្ថែមលើកោះ Gas ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ហើយលោកមានប្រសាសន៍ថាលោកមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ដើម្បីបញ្ចប់សង្គ្រាមតែបានបិទគប់ច្រកសមុទ្រ Hormuz និងបង្កឲ្យមានភាពវឹកវរក្នុងទីផ្សារថាមពលពិភពលោកនោះទេក្នុងខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងជាមួយនឹងអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី3លោកដូណាល់ត្រាំបានលើកឡើងថាការវាយប្រហាររបស់អាមេរិកកំទេចទាំងស្រុងនៅផ្នែកភាគច្រើននៃកោះនេះហើយលោកបានប្រមានពីការវាយប្រហារបន្ថែមទៀតដោយបានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃសៅរ៍ថាយើងប្រហែលជាត្រូវវាយប្រហារពីបេដងទៀតគ្រាន់តែជាដើម្បីកំសាន្តមតិយោបល់ទាំងនេះបានបង្ហាញពីការបង្កើនភាពតានតឹងយ៉ាងខ្លាំងពីសំណាក់លោកត្រាំដែលកាលពីមុនធ្លាប់បាននិយាយថាសហរដ្ឋអាមេរិកកំណត់គោលដៅតែលើទីតាំងយោធាលើកោះ Gas តែប៉ុណ្ណោះសារនេះបានក្លាយជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងការបញ្ចប់សង្គ្រាមដែលបានរីករាលដាលពាសពេញមជ្ឈមបូព៌ានិងសម្លាប់មនុស្សអស់ជាង 2000 នាក់ដែលភាគច្រើនរស់នៅក្នុងប្រទេសអ៊ីរ៉ង់និងលីបង់យោងតាមប្រភពចំនួន3បានប្រាប់ Reuters ថាទីក្រុងវ៉ាស៊ីនតោនបានច្រានចោលរាល់ការប៉ុនប៉ងរបស់សម្ព័ន្ធមិត្តនៅតំបន់មជ្ឈមបូព៌ាដែលចង់បើកការចរចាចំណែកឯកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថាកាលពីថ្ងៃអាទិត្យពួកគេបានបាញ់មីស៊ីលបន្ថែមទៀតទៅលើប្រទេសអ៊ីស្រាអែលនៅមូលដ្ឋានទ័ពអាមេរិកចំនួន3ក្នុងតំបន់លោកត្រាំដែលបានដាក់ចេញនៅលក្ខខណ្ឌទាមទារផ្សេងៗរួមទាំងការសុំចំណែកក្នុងការជ្រើសរើសមេដឹកនាំរបស់អ៊ីរ៉ង់និងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរក៏ដូចជាមីស៊ីលបាល់លីស្ទិកនិងប្រាប់ព័ត៌មាន NBC News ថាទីក្រុងតេហេរ៉ង់ហាក់ដូចជាត្រៀមខ្លួនរួចរាល់ក្នុងកិច្ចការព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធគ្នាប៉ុន្តែលក្ខខណ្ឌទាំងនោះនៅមិនទាន់ល្អគ្រាន់នៅឡើយនៅក្នុងបទសម្ភាសន៍នោះលោកត្រាំក៏បានលើកឡើងពីលទ្ធភាពដែលមេដឹកនាំកម្ពុជាលោកម៉ូតាបាខេម៉ានីអាចនឹងត្រូវបានគេសម្លាប់ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអាកាឈីបានអាងថាលោកខេម៉ានីមានសុខភាពល្អធម្មតានិងកំពុងគ្រប់គ្រងស្ថានភាពទាំងស្រុងសរុបមកពិភពលោកកំពុងស្ថិតនៅក្នុងគ្រាដ៏គ្រោះថ្នាក់បំផុតដែលអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចសកលប្រសិនបើច្រកសមុទ្រ Hormuz មិនបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗឥរិយាបថដែលមិនអាចទូទីទុក
ជាមុនបានរបស់លោកត្រាំគឺជាអាវុធមុខពីរដែលអាចបញ្ចប់សង្គ្រាមតាមរយៈការបង្ខំឬការធ្វើឲ្យមានសង្គ្រាមនេះឆេះរាលដាលគ្មានទីបញ្ចប់តើបងប្អូនយល់យ៉ាងណាថាប្រទេសសម្ព័ន្ធមិត្តដូចជាជប៉ុនឬកូរ៉េខាងត្បូងនឹងហ៊ានបញ្ជូនទ័ពមកតាមការចង់បានរបស់លោកត្រាំដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកជួបគ្នានៅក្នុងវីដេអូឃ្លីបក្រោយសូមប្រិយមិត្តកុំភ្លេចជួយចុច like និង share វីដេអូនេះដើម្បីជាការចែករំលែកចំណេះដឹងផងនិងកុំភ្លេចជួយចុច subscribe ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗជាបន្តបន្ទាប់